បងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងមករៀនជាមួយនឹងប្រធានបទរបស់យើងមួយទៀតដែលប្រធានបទរបស់យើងក្នុងនោះមានចំណងជើងថា start from zero បាទមានន័យថាការចាប់ផ្ដើមពីចំណុច0ទៅអញ្ចឹងទាក់ទងប្រធានបទមួយនេះគឺជាប្រធានបទដែលជាការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាបាទសម្រាប់ការចាប់ផ្ដើមអញ្ចឹងដើម្បីកុំឲ្យអត់ពេលយូរយើងចាប់ផ្ដើមអានទាំងអស់គ្នា很多人觉得机具没有机会因为他们什么都没有但是每一个成功的人都是从零开始的刚开始的时候你可能什么都不会也会犯很多错误但是没有关系只要你愿意学习坚持努力你一定会慢慢进步不要害怕从零开始因为那是你改变人生的第一步បាទពាក្យតងប្រធានបទរបស់យើងគឺខ្លីហើយនឹងពាក្យងាយទេសម្រាប់បងប្អូនដែលចាប់ផ្ដើមដំបូងអញ្ចឹងណាចឹងយើងអាចរៀនជាពាក្យពិបាកខ្លះទៅហើយយើងយកមកបង្កើតប្រយោគបានអញ្ចឹងទៅមកទៀតយើងនឹងបកប្រែបាទ很多人觉得机器没有机会មនុស្សជាច្រើនគិតថាខ្លួនគ្មានឱកាស因为他们什么都没有ពីព្រោះពួកគេគិតថាពួកគេគ្មានអ្វីទាំងអស់បាទ但是ប៉ុន្តែ每一个成功的人មានន័យថាមនុស្សជោគជ័យគ្រប់គ្នា都是从零开始的គឺចាប់ផ្ដើមពីចំណុច0ទៅបាទ刚开始的时候ដំបូងអាចនឹងមិនដឹងអីបាទមានន័យថា刚开始的时候你可能什么都不会ធ្វើអ្វីដែលជាមានន័យថា刚开始的时候你可能什么都不会មានន័យថាយើងដំបូងយើងអាចចាប់ផ្ដើមដោយមិនដឹងអីបាទ也会犯很多错误ហើយនឹងធ្វើកំហុសជាច្រើនបាទ但是没关系ប៉ុន្តែវាមិនជាបញ្ហាអីទេ只要你愿意试些坚持努力មានន័យថាបើអ្នកចង់រៀននិងខិតខំប្រឹងប្រែងបន្ថែម你一定会慢慢进步អ្នកនឹងមានការរីកចម្រើនបន្តិចម្ដង不要害怕从零开始កុំខ្លាចជាមួយនឹងការចាប់ផ្ដើមពីចំណុច0因为那是你改变人生的第一步ព្រោះមនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមពី0ពីព្រោះវាជាជំហានដំបូងក្នុងការផ្លាស់ប្ដូរជីវិតរបស់យើងអស់គ្នាបាទអញ្ចឹងសម្រាប់ប្រធានបទរបស់យើងមានប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់អាចខមមិនសួរខាងក្រោមបាទអញ្ចឹងនេះគឺជាប្រធានបទមួយដែលលើកទឹកចិត្តសម្រាប់បងប្អូនដែលចាប់ផ្ដើមដោយគិតថាខ្លួនឯងគ្មានអ្វីហើយចាប់ផ្ដើមហើយបោះបង់ចោលអញ្ចឹងយើងអាចចាប់ផ្ដើមពីចំណុចតិចម្ដងដើម្បីឲ្យមានការផ្លាស់ប្ដូរសម្រាប់ខ្លួនឯងបាទអញ្ចឹងសម្រាប់ប្រធានបទរបស់យើងមានប៉ុណ្ណឹងបាទសូមអរគុណ